នៅក្នុងឆ្នាំនេះពិតជាពិសេសខ្លាំងអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជារដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន597គ្រឿងសម្រាប់ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតរហូតដល់ទៅ25រាជធានីខេត្តរយៈពេល6ថ្ងៃគឺចាប់ពីថ្ងៃទី20ដល់ថ្ងៃទី25ខែកញ្ញាឆ្នាំ2025សំខាន់គឺជារថយន្តក្រុងដោយមិនបង់ប្រាក់ដើម្បីកាត់បន្ថយការចំណាយជូនដល់បងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋទាំងអស់ទៅលេងស្រុកកំណើតជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដោយក្នុងនោះរួមមានទី1រថយន្តក្រុងចំនួន100គ្រឿងប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃនៅក្នុងរាជធានីភ្នំពេញនិងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ Airport Express Bus ទី2រថយន្តក្រុងចំនួន497គ្រឿងប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតនិងការវិលត្រឡប់មកវិញព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗតាមគោលដៅចេញដំណើរផងដែរសម្រាប់គោលដៅទីតាំងនិងម៉ោងចេញដំណើរសូមបងប្អូន scan QR code ដើម្បីទទួលបានព័ត៌មានលម្អិតក្នុងការធ្វើដំណើរសូមបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋទាំងអស់សូមមកទទួលសេវារថយន្តក្រុងសាធារណៈជិះដោយមិនបង់ប្រាក់ជិះមិនតម្រូវឲ្យមានការចុះឈ្មោះជិះមិនតម្រូវឲ្យមានការបង្ហាញអត្តសញ្ញាណប័ណ្ណឬឯកសារផ្សេងៗដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញដើម្បីធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរសូមធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងផាសុកភាពបងអ្នកទៅខេត្តកំពង់ឆ្នាំងនេះ3អ្នកម៉ែកូនចាខ្ញុំអរគុណដល់សម្ដេចដែលចង់និយាយថាធ្វើកម្មវិធីនឹងមកចាថាខ្ញុំវារំភើបចាដូចថាភាពកក់ក្ដៅហើយនឹងនិយាយក៏ដឹងថាសប្បាយចិត្តហើយនឹងមានការកក់ក្ដៅអញ្ចឹងទៅក៏សូមអរគុណដល់សម្ដេចច្រើនចា